សម្ព័ន្ធអារ៉ាប់និងក្រុងប្រឹក្សាសហប្រតិបត្តិការប្រទេសក្នុងតំបន់ឈូងសមុទ្រថ្កោលទោសការទទួលស្គាល់របស់អ៊ីស្រាអែលចំពោះតំបន់សូម៉ាលីឡែនដែលជាតំបន់បំបែកខ្លួនរបស់ប្រទេសសូម៉ាលីជារដ្ឋឯករាជ្យមួយដែលហៅសកម្មភាពនេះថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងអធិបតេយ្យភាពរបស់ប្រទេសអាហ្វ្រិកនេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានអាណាដូលូនៅក្នុងសេចក្តីថ្លែងការណ៍មួយអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់លោកអាហ្មេតអាប៊ុលហ្គៃតបានបដិសេធសកម្មភាពរបស់អ៊ីស្រាអែលដោយហៅវាថាជាការរំលោភយ៉ាងច្បាស់លាស់លើច្បាប់អន្តរជាតិនិងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍នៃឯកភាពនិងអធិបតេយ្យភាពរបស់រដ្ឋលោកបានប្រមានថាការប៉ុនប៉ងណាមួយដើម្បីដាក់ការទទួលស្គាល់ជាឯកតោភាគីគឺជាការរំលោភបំពានដែលមិនអាចទទួលយកបាននៅក្នុងកិច្ចការផ្ទៃក្នុងប្រទេសសូម៉ាលីនិងបង្ក្រាបគំរូដ៏គ្រោះថ្នាក់មួយដែលគំរាមកំហែងដល់សន្តិសុខនិងស្ថិរភាពក្នុងតំបន់និងអន្តរជាតិចំណែកក្រុមប្រឹក្សាសហប្រតិបត្តិការប្រទេសក្នុងតំបន់ឈូងសមុទ្រក៏បានបដិសេធការទទួលស្គាល់របស់អ៊ីស្រាអែលចំពោះឯករាជ្យភាពរបស់សូម៉ាលីឡែនដោយហៅវាថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍នៃច្បាប់អន្តរជាតិនិងជាការរំលោភបំពានយ៉ាងច្បាស់លាស់លើអធិបតេយ្យភាពរបស់ប្រទេសសូម៉ាលីអគ្គលេខាធិការ GCC លោកចាហ្សេមអាល់ប៊ូឌីវីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាការទទួលស្គាល់នេះតំណាងឲ្យគំរូដ៏គ្រោះថ្នាក់មួយដែលនឹងធ្វើឲ្យខូចខាតដល់មូលដ្ឋានគ្រឹះនៃស្ថិរភាពក្នុងតំបន់អាហ្វ្រិកនិងបើកទ្វារឲ្យមានភាពតានតឹងនិងជំលើកបន្ថែមទៀតដែលផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់និងអន្តរជាតិដែលមានគោលបំណងពង្រឹងសន្តិសុខនិងសន្តិសុខអន្តរជាតិក្នុងតំបន់លោកបានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ប្រទេស GCC ចំពោះប្រទេសសូម៉ាលីក្នុងគ្រប់បញ្ហាទាំងអស់ដែលនឹងជំរុញសន្តិសុខស្ថិរភាពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនដោយហេតុនេះធានាបាននូវជីវិតដ៏ថ្លៃថ្នូរសម្រាប់ប្រជាជនជាបងប្អូនរបស់វាអ៊ីស្រាអែលបានក្លាយជាប្រទេសដំបូងគេរបស់ពិភពលោកកាលពីថ្ងៃศุក្រទី26ខែធ្នូដែលទទួលស្គាល់សូម៉ាលីឡែនជារដ្ឋឯករាជ្យមួយគួរឲ្យដឹងថាសូម៉ាលីឡែនដែលខ្វះការទទួលស្គាល់ជាផ្លូវការតាំងពីប្រកាសឯករាជ្យពីសូម៉ាលីក្នុងឆ្នាំ1991ដំណើរការជាអង្គភាពរដ្ឋបាលនយោបាយនិងសន្តិសុខឯករាជ្យជាក់ស្ដែងដោយរដ្ឋបាលកណ្ដាលមិនអាចអះអាងការគ្រប់គ្រងទៅលើតំបន់នេះបានទេនិងថ្នាក់ដឹកនាំរបស់វាមិនអាចធានាបាននូវការទទួលស្គាល់ឯករាជ្យភាពពីអន្តរជាតិបានគួរបញ្ជាក់ថាសូម៉ាលីឡែនបានរីករាយនៃស្ថិរភាពសន្តិសុខនិងស្ថិរភាពកាំងពីឆ្នាំ1991ពេលដែលសូម៉ាលីមានសង្គ្រាមស៊ីវិលប៉ុន្តែតំបន់ផ្ដាច់មួយនេះមិនបានទទួលការគាំទ្រឬទទួលស្គាល់ពីបណ្ដាប្រទេសដទៃឡើយទឹកពិសាបរិសុទ្ធអហ្វណានមោទនភាពផលិតផលជាតិទំនាក់ទំនងជាវតាមរយៈលេខទូរស័ព្ទ012 379 909និង071 78 99 990